កជនជាទីគោរពវគ្គនេះតាមដានទស្សនាជុំវិញសេចក្តីរាយការណ៍ពីខេត្តពោធិ៍សាត់វិញម្ដងដោយលោកសេងមន្ទឿនក្នុងនោះគឺអាយុដាមលីធុចអំពាវនាវដល់ប្រជាពលរដ្ឋហាមប៉ះពាល់គ្រាប់បែកចង្កោមនិងវត្ថុដែលសង្ស័យថាជាមីនឬគ្រាប់មិនទាន់ផ្ទុះអាយដាមលីធុចទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសអនុប្រធានទី1អាញាធមីនតំណាងដកពងខ្ពស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានអាញាធមីនបានអំពាវនាវដល់ពលរដ្ឋគ្រប់រូបហាមប៉ះពាល់គ្រាប់បែកចង្កោមសេសសល់ពីសង្គ្រាមថ្មីនិងកុំប៉ះពាល់វត្ថុដែលសង្ស័យថាមីនឬគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជៀសវាងគ្រោះថ្នាក់ដល់អាយុជីវិតការអំពាវនាវនេះគឺធ្វើឡើងនៅក្នុងពិធីអបអរសាទរខួបលើកទី27ទិវាជាតិយល់ដឹងអំពីមីន24កុម្ភៈឆ្នាំ2026ក្រោមប្រធានបទចូលរួមទាំងអស់គ្នាដើម្បីជនភៀសឹកនិងសហគមន៍មានសុខភាពដែលប្រព្រឹត្តឡើងនៅក្នុងពហុកីឡដ្ឋានខេត្តពោធិ៍សាត់នៅព្រឹកថ្ងៃទី24ខែកុម្ភៈឆ្នាំ2026នេះនៅក្នុងវេទិកានេះក៏នឹងមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលខេត្តពីតំណាងអង្គការជាតិអន្តរជាតិបណ្ដាប្រទេសជាមិត្តស្ថាប័នពាក់ព័ន្ធនិងអង្គភាពផលិតករដែលជាដៃគូនៃគម្រោងបោះសម្អាតមីននិងកាកសំណល់មិនទាន់ផ្ទុះដែលសល់ពីសង្គ្រាមក្នុងទឹកដីកម្ពុជាផងដែរឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងថាថ្ងៃនេះគឺមិនគ្រាន់តែជាការប្រារព្ធអបអរសាទរខួបលើកទី27ទិវាជាតិយល់ដឹងអំពីបញ្ហាមីន24កុម្ភៈឆ្នាំ2026នោះទេគឺជាការរំលឹកឡើងវិញនៅសោកនាដកម្មប្រជាពលរដ្ឋយើងកងទ័ពយើងដែលបានស្លាប់នៅពីការភាពដោយសារគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលសល់ពីសង្គ្រាមហើយថ្មីនេះភាគីថៃបានប្រើអាវុធគ្រប់ប្រភេទពិសេសគឺការប្រើប្រាស់គ្រាប់បែកចង្កោមដែលខុសនឹងច្បាប់អន្តរជាតិមកលើកងទ័ពយើងមកលើប្រជាពលរដ្ឋយើងតាមព្រំដែនកម្ពុជាថៃក្នុងអំឡុងសង្គ្រាម21ថ្ងៃដែលភាគីថៃបានរំលោភឈ្លានពានចូលជ្រៅក្នុងទឹកដីកម្ពុជាការចូលរួមរបស់បណ្ដាប្រទេសជាមិត្តបានប្រែក្លាយទឹកដីតាមតំបន់នានាដែលកម្ពុជាឆ្លងកាត់សង្គ្រាមជាច្រើនទសវត្សរ៍មកហើយថ្មីនេះនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃផងដែរការចូលរួមរបស់បណ្ដាប្រទេសជាមិត្តក្នុងសកម្មភាពនេះធរគឺបានច្រាក់ចូលក្នុងក្រអៅបេះដូងគ្រប់គ្នានៃប្រជាជនកម្ពុជាគ្រប់ជំនាន់ឯកឧត្តមបានបន្តថាក្រោមការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជានិងដោយមានការគ្រប់គ្រងពីបណ្ដាប្រទេសជាមិត្តកម្ពុជាបានសម្រេចនូវវឌ្ឍនភាពគួរឲ្យកត់សម្គាល់ក្នុងការបោះសម្អាតមីននិងកាកសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះសល់ពីសង្គ្រាមប៉ុន្តែជាអកុសលសង្គ្រាមនៅតាមតំបន់ព្រំដែនកម្ពុជាថៃនាពេលថ្មីនេះបានបង្កភាពគំរាមកំហែងសាជាថ្មីម្ដងទៀតដែលទាមទារឲ្យការដោះស្រាយជាបន្ទាន់និងដើម្បីសុខសន្តិភាពជូនប្រជាពលរដ្ឋនិងសហគមន៍របស់យើងថ្មីនេះក្រុមការងារអាជ្ញាធរមីនបានចុះបំពេញបេសកកម្មតាមបណ្ដាខេត្តចំនួន6ជាប់ព្រំប្រទល់កម្ពុជាថៃក្នុងនោះមានខេត្តពោធិ៍សាត់ផងដែរដែលផលប៉ះពាល់ដោយសារការវាយប្រហារឈ្លានពានរបស់ទាហានថៃអាជ្ញាធរមីនបានទទួលរបាយការណ៍ថាមានចំនួន345ភូមិដែលមានទទួលនៅផលប៉ះពាល់នៃសំណល់ជាតិផ្ទុះពីសង្គ្រាម21ថ្ងៃដែលត្រូវបានបោះសម្អាតជាបន្ទាន់ដើម្បីអនុញ្ញាតឲ្យប្រជាពលរដ្ឋត្រឡប់ទៅលំនៅឋាននិងបង្កើតផលជាធម្មតាវិញឯកឧត្តមលីធុចទេសរដ្ឋមន្ត្រីបានយកឱកាសនេះធ្វើការអំពាវនាវដល់បណ្ដាប្រទេសជាមិត្តផងដែរសូមបន្តការចូលរួមគ្រប់គ្រងជាសម្ភារៈជាថវិកានិងបច្ចេកទេសថ្មីបន្ថែមទៀតដល់អាជ្ញាធរមីនកម្ពុជាឯកឧត្តមបានចាត់ទុកថាសកម្មភាពបោះសម្អាតមីនជាសសរស្តម្ភនៃសុខសន្តិភាពសុវត្ថិភាពមនុស្សលោកនិងនាំមកនូវការអភិវឌ្ឍប្រទេសជាតិសូមជម្រាបជូនថាតាមរបាយការណ៍របស់ឯកឧត្តមខុយដាអភិបាលខេត្តពោធិ៍សាត់បានឲ្យដឹងថាចំនួនជនរងគ្រោះដោយសារមីននិងសំណល់មិនទាន់ផ្ទុះពីសង្គ្រាមពីឆ្នាំ1979ដល់បច្ចុប្បន្នសរុបមានចំនួន3916នាក់ក្នុងនោះគឺស្លាប់1555នាក់និងពិការភាពចំនួន2716នាក់ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះខេត្តពោធិ៍សាត់ទទួលបានកិច្ចសហប្រតិបត្តិការបោះសម្អាតមីនចំនួន5អង្គភាពហើយក្នុងឆ្នាំ2025កន្លងមកនេះក្រុមប្រតិបត្តិការទាំងអស់បានបោះសម្អាតមីនសរុបគឺចំនួន99ចំការលើផ្ទៃដីចំនួន9លាន766835ម៉ែត្រការ៉េរកឃើញនិងកំទេចចោលមានប្រឆាំងមនុស្សប្រឆាំងរថក្រោះនិងយុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបគឺ1988គ្រាប់ខ្ញុំសេងមន្ទឿនរាយការណ៍ពីខេត្តពោធិ៍សាត់
បាទអរគុណទស្សនិកជនវគ្គក្រោយជំរាបជូននៅព្រឹត្តិការណ៍ព័ត៌មានអន្តរជាតិសម្រាប់ពេលនេះសូមអនុញ្ញាតសម្រាប់បន្តិចសិន